ជំរាបសួរលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីជាបន្តទៅនេះខ្ញុំបាទសុកវីរ៉ានិងក្រុមការងារសូមជូននូវព័ត៌មានប្រចាំថ្ងៃពីវិទ្យុជាតិកម្ពុជាចំការជែក 92.70 MHz ខេត្តបាត់ដំបងជាបឋមសូមជូនមេត្តានៃព័ត៌មានឯកឧត្តមសុកពុទ្ធិវុឌ្ឍសម្ដេចតេជោហ៊ុនសែនសម្ដេចគតិប្រិទ្ធបណ្ឌិតសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីតែងតែវិនិយោគលើការកសាងមូលធនមនុស្សកម្ពុជាដើម្បីបង្កើនផលិតភាពនិងឧត្តមភាពប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់និងសកលលោកស្ថានីយ៍និងដេប៉ូលក់ប្រេងក្នុងខេត្តបាត់ដំបងដែលបានបិទទ្វារបានបើកដំណើរការឡើងវិញបណ្ដាហើយក្នុងចំណោមទីតាំងដែលបានបិទជាង200កន្លែងក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី12ខែមីនាឆ្នាំ2026សមាជិកខេត្តបាត់ដំបងខាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន7នាក់បញ្ជូនទៅតុលាការអ្នកនាំពាក្យក្រសួងកាងារត្រៀមលក្ខណៈនិងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករមកពីប្រទេសថៃនិងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញប្រធានាធិបតីអ៊ីរ៉ង់ដាក់លក្ខខណ្ឌចំនួន3ដើម្បីបិទបញ្ចប់សង្គ្រាមតទូទានផ្លែក្រូចរាល់ថ្ងៃកាត់បន្ថយខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាពសូមជូនព័ត៌មានពិស្ដាឯកឧត្តមសុកពុទ្ធិវុឌ្ឍសម្ដេចតេជោហ៊ុនសែនសម្ដេចគតិប្រិទ្ធបណ្ឌិតសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីតែងតែវិនិយោគលើការកសាងមូលធនមនុស្សកម្ពុជាដើម្បីបង្កើនផលិតភាពនិងឧត្តមភាពប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់និងសកលលោកកាលពីព្រឹកថ្ងៃទី11ខែមីនាឆ្នាំ2026ឯកឧត្តមសុកពុទ្ធិវុឌ្ឍអនុប្រធានគណៈកម្មាធិការតំណាងដល់ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្សនិស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ដែងសម្ដាលជាមួយអតីតនិស្សិតអាហារូបករណ៍ព្រិនបច្ចុប្បន្នក្រមអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតតាមរយៈសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវលោកស្រីរដ្ឋលេខាធិការថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាសាកលវិទ្យាធការតំណាងគ្រឹះស្ថានឧត្តមសិក្សានិងសមាជិកសមាជិកាគណៈកម្មាធិការអាហារូបករណ៍ប្រធានអនុប្រធានសមាជិកក្រុមការងារអាហារូបករណ៍អមតផងដែរថ្លែងក្នុងឱកាសនេះឯកឧត្តមសុកពុទ្ធិវុឌ្ឍបានគូបញ្ជាក់ថាសម្ដេចតេជោហ៊ុនសែនសម្ដេចគតិប្រិទ្ធបណ្ឌិតសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីបានបន្តឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់បងប្អូនក្មួយៗនិស្សិតទាំងអស់នាពេលនេះរហូតដល់បញ្ចប់ការសិក្សាគឺការវិនិយោគដ៏ថ្លៃថ្លាលើការកសាងមូលធនមនុស្សកម្ពុជាដ៏រឹងមាំដែលប្រកបដោយចំណេះដឹងនិងចំណេះធ្វើជាក់ស្ដែងដើម្បីបង្កើនផលិតភាពនិងឧត្តមភាពប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់និងសកលលោកសូមបញ្ជាក់ផងដែរថាតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនក្រសួងអប់រំយុវជននិងកីឡាជាសេនាធិការសម្របសម្រួលជាមួយគ្រឹះស្ថានឧត្តមសិក្សាបានបន្តផ្ដល់អាហារូបករណ៍ជូនអតីតនិស្សិតអាហារូបករណ៍ព្រិនសរុបចំនួន291អង្គនាក់ក្នុងនោះស្រី108នាក់បច្ចុប្បន្នគណៈកម្មាធិការអាហារូបករណ៍បាននឹងកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំយុវជននិងកីឡាបណ្ដាគ្រឹះស្ថានឧត្តមសិក្សាដើម្បីធ្វើបច្ចុប្បន្នភាពនិស្សិតក្នុងប្រព័ន្ធ Digital របស់គណៈកម្មាធិការអាហារូបករណ៍សម្ដៅធ្វើយ៉ាងណាឲ្យនិស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងក្របខ័ណ្ឌអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតតាមរយៈសម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតនឹងទទួលបានផ្លែផ្កាក្រោយពេលបញ្ចប់ការសិក្សាស្ថានីយ៍និងដេប៉ូលក់ប្រេងក្នុងខេត្តបាត់ដំបងដែលបានបិទទ្វារបានបើកដំណើរការឡើងវិញបណ្ដាហើយក្នុងចំណោមទីតាំងដែលបានបិទជាង200កន្លែងស្ថានីយ៍ប្រេងនិងដេប៉ូជាង200កន្លែងនៅខេត្តបាត់ដំបងដែលបានបិទទ្វារនោះបានចាប់ផ្ដើមបើកដំណើរការវិញបណ្ដាហើយក្រោយពីក្រុមហ៊ុនបញ្ជូនប្រេងឥន្ធនៈមកដល់ប៉ុន្តែស្ថានីយ៍ខ្លះបានកំណត់អតិថិជនក្នុងការចាក់ប្រេងមិនឲ្យលើសពី20លីត្រឡើយបើតាមមន្ទីរជំនាញគិតត្រឹមថ្ងៃទី11ខែមីនាស្ថានីយ៍និងដេប៉ូប្រេងនៅខេត្តបាត់ដំបងបិទទ្វារបានថយចុះមកត្រឹម236ទីតាំងខណៈកាលពីថ្ងៃទី10ខែមីនាបិទទ្វាររហូតដល់271ទីតាំង
នៅថ្ងៃទី11ខែមីនាស្ថានីយ៍ប្រេងបានដំណើរការ393ទីតាំងក្នុងចំណោមស្ថានីយ៍និងដេប៉ូ629ទីតាំងនៅ14ក្រុងស្រុកក្នុងខេត្តបាត់ដំបងចំណែកស្តុកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតេឡានិងសូគីមិចមានចំនួន 789,000 លីត្រក្នុងនោះម៉ាស៊ូត 456,000 លីត្រនិងប្រេងសាំងចំនួន 383,000 លីត្រនៅថ្ងៃទី12ខែមីនាស្ថានីយ៍ប្រេងតូតាល់នៅក្រុងបាត់ដំបងមួយចំនួនបានកំណត់អតិថិជនចាក់ប្រេងរថយន្តបានត្រឹម20លីត្រចាក់លុយសុទ្ធនិងចាក់កាតបានត្រឹម10លីត្រប៉ុណ្ណោះដោយហេតុផ្ដល់រថយន្តផ្គត់ផ្គង់ប្រេងរបស់ក្រុមហ៊ុនមិនទាន់មកដល់ខណៈស្តុកប្រេងនៅសល់តិចមន្ទីរជំនាញបញ្ជាក់ថាក្នុងការផ្គត់ផ្គង់ប្រេងមានបញ្ហាប្រឈមមួយចំនួនដូចជាក្រុមហ៊ុនប្រេងឥន្ធនៈមួយចំនួនមិនទទួលការបញ្ជាទិញប្រេងឥន្ធនៈពីតាមដេប៉ូប្រេងមួយចំនួនធំដោយមិនមានកំណត់កាលបរិច្ឆេទទទួលបញ្ជាទិញឡើយមធ្យោបាយដឹកជញ្ជូនរបស់ក្រុមហ៊ុនមានការយឺតយ៉ាវផ្គត់ផ្គង់មិនទាន់តាមតម្រូវការទីផ្សារនិងដេប៉ូប្រេងឥន្ធនៈមួយចំនួននៅតាមបណ្ដាក្រុងស្រុកអស់ស្តុកប្រេងសម្រាប់លក់សូមបញ្ជាក់ថាចាប់ពីម៉ោង 00 ថ្ងៃទី11ដល់ថ្ងៃទី13ខែមីនាក្រសួងពាណិជ្ជកម្មកម្ពុជាបានកំណត់តម្លៃប្រេងលក់ចេញតាមស្ថានីយ៍ប្រេងឥន្ធនៈនានាលក់សាំងធម្មតាតម្លៃ 5,200 រៀលក្នុង1លីត្រនិងម៉ាស៊ូតតម្លៃ 6,050 រៀលក្នុង1លីត្រក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី12ខែមីនាឆ្នាំ2026បានបញ្ជាក់ថាសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី3ឈ្មោះ Nuri T2603 ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី12ដល់ថ្ងៃទី14ខែមីនាឆ្នាំ2026 តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា23អង្សានិងសីតុណ្ហភាពមធ្យមអតិបរមា36អង្សាខ្យល់បក់មកពីទិសឦសាននិងទិសបូមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តបាត់ដំបងពោធិ៍សាត់និងខេត្តតាកែវអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 10% ចំណែកខេត្តបន្ទាយមានជ័យសៀមរាបព្រៃវែងកំពង់ធំកំពង់ឆ្នាំងកំពង់ចាមត្បូងឃ្មុំកណ្ដាលស្វាយរៀងនិងរាជធានីភ្នំពេញពុំមានភ្លៀងធ្លាក់ទេពីតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា22អង្សានិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាខ្យល់បក់មកពីទិសឧត្តរនិងទិសឦសានមានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺនិងខេត្តបៃលិនអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 10% ចំណែកខេត្តឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញពុំមានភ្លៀងធ្លាក់ទេ3តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា23អង្សានិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 15% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 1 ម៉ែត្រអាស្រ័យដែលបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មានការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី12ខែមីនាឆ្នាំ2026សមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន7នាក់បញ្ជូនទៅតុលាការស្នងការនគរបាលខេត្តបាត់ដំបងកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ7នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនក្នុងបទល្មើសជាក់ស្ដែងក្នុងភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងដើម្បីបញ្ជូនទៅកាន់តុលាការស្នងការរងនិងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តលោកវរៈសេនីយ៍ឯកអឹមកុសលបានឲ្យដឹងនាថ្ងៃទី12ខែមីនានេះថាសមត្ថកិច្ចជំនាញកំពុងសាកសួរនិងរៀបចំសំណុំរឿងដើម្បីបញ្ជូនពួកគេទាំង7នាក់ទៅកាន់តុលាការចាត់ការតាមច្បាប់បើតាមរបាយការណ៍សមត្ថកិច្ចជនសង្ស័យទាំង7នាក់កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបាណន់បានស្រាវជ្រាវរហូតដល់ឃាត់ខ្លួនទាំង7នាក់នៅចំណុចភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបងកាលពីម៉ោង 7:03 រសៀលថ្ងៃទី11ខែមីនាតាក់ទងនឹងករណីរក្សាទុកដោយខុសច្បាប់នៅសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែងជនសង្ស័យទាំង7នាក់មានឈ្មោះនាងអឺភេទប្រុសអាយុ35ឆ្នាំពាក្យសាវីភេទប្រុសអាយុ29ឆ្នាំរឿនណៃភេទប្រុសអាយុ18ឆ្នាំលេខឡុងភេទប្រុសព
ពួកគេទាំង4នាក់មានទីលំនៅនៅភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបងចំណែកឯឈ្មោះឈុនវ៉ាន់ឈីភេទប្រុសអាយុ22ឆ្នាំមានទីលំនៅនៅភូមិតាព្រំឃុំមានជ័យស្រុកឈូខេត្តកំពតបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ននៅឃុំរស្មីសង្ហាស្រុករតនមណ្ឌលខេត្តបាត់ដំបងឈ្មោះថនធឿនភេទប្រុសអាយុ31ឆ្នាំនិងឈ្មោះគុនតុលាហៅកុងភេទប្រុសអាយុ23ឆ្នាំពួកគេទាំងពីរនាក់រស់នៅឃុំរស្មីសង្ហាស្រុករតនមណ្ឌលខេត្តបាត់ដំបងសមត្ថកិច្ចបានឲ្យដឹងថាក្រោយការខាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន6ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួនសម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងទូរស័ព្ទដៃចំនួន6គ្រឿងផងដែរបច្ចុប្បន្នជនសង្ស័យទាំង7នាក់ខាងលើនគរបាលស្រុកបាណន់បានកសាងសំណុំរឿងដើម្បីមកការិយាល័យជំនាញខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់ហើយអ្នកនាំពាក្យក្រសួងការងារត្រៀមលក្ខណៈនិងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករមកពីប្រទេសថៃនិងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញវិធានការរបស់ក្រសួងស្តីពីការជួយបងប្អូនអតីតពលករនិងពលករដែលមានបំណងត្រឡប់ពីប្រទេសថៃឯកឧត្តមសុនមេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី12ខែមីនាឆ្នាំ2026នេះបានឲ្យដឹងថាកម្ពុជាត្រៀមលក្ខណៈនិងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃនិងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញអ្នកនាំពាក្យបានបន្តលើកឡើងថាបច្ចុប្បន្ននេះកម្ពុជាសម្បូរទៅដោយរោងចក្រសហគ្រាសដែលកំពុងតែស្រូបយកកម្លាំងពលកម្មនៅក្នុងស្រុករាប់ម៉ឺននាក់ដើម្បីយកមកបំពេញតម្រូវការការងាររបស់ខ្លួនឯកឧត្តមសុនមេសាបានគូបញ្ជាក់ថានៅកម្ពុជាមានការងារធ្វើច្រើនក្នុងនោះពលរដ្ឋនិងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដែលទទួលបានឱកាសការងារមានចំនួនប្រមាណជាង80,000នាក់ហើយបន្ថែមពីនេះកម្ពុជានៅសល់ឱកាសការងារសម្បូរបែបជាច្រើនម៉ឺនកន្លែងទៀតដែលកំពុងរងចាំបងប្អូនលោកបានសង្កត់ធ្ងន់ថាក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការរកការងារធ្វើជូនពលរដ្ឋខ្មែរអតីតពលករដែលត្រឡប់មកពីប្រទេសថៃនិងបងប្អូនពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញគូបញ្ជាក់ដែរថាគិតមកត្រឹមពេលនេះមានបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃប្រមាណជាង95,000នាក់ដោយក្នុងនោះមានបងប្អូនអតីតពលករខ្មែរដែលទទួលបានឱកាសការងារធ្វើចំនួនជាង63,000នាក់តាមរយៈយន្តការក្រសួងនិងវិស័យឯកជននៅតាមរោងចក្រសហគ្រាសទាំងក្នុងនិងក្រៅប្រព័ន្ធជាមួយគ្នានេះឯកឧត្តមសុនមេសាក៏បានអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសបងប្អូនអតីតពលករដែលមកពីប្រទេសថៃនិងមានបំណងត្រឡប់មកពីប្រទេសថៃពិចារណារកឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នាអត្ថប្រយោជន៍សង្គមច្រើនជាងសុវត្ថិភាពនិងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួនប្រធានាធិបតីអ៊ីរ៉ង់ដាក់លក្ខខណ្ឌចំនួន3ដើម្បីបិទបញ្ចប់សង្គ្រាមប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីថ្ងៃពុធទី11ខែមីនាឆ្នាំ2026បានដាក់លក្ខខណ្ឌចំនួន3ដើម្បីបិទបញ្ចប់សង្គ្រាមក្នុងនោះរួមមានការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់សំណងជួសជុលការខូចខាតនិងការធានាយ៉ាងរឹងមាំពីអន្តរជាតិប្រឆាំងនឹងការឈ្លានពានជាថ្មីណាមួយនៅពេលអនាគតលើអ៊ីរ៉ង់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadoluនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក Pezeshkian ក៏បានអះអាងដែរថារូបលោកបានបើកកិច្ចពិភាក្សាជាមួយបេក្ខរដ្ឋរុស្ស៊ីនិងប៉ាគីស្ថានលោកបន្ថែមដូចនេះថាខ្ញុំសូមបញ្ជាក់ឡើងវិញពីការបដិញ្ញារបស់អ៊ីរ៉ង់ចំពោះសន្តិភាពក្នុងតំបន់មធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្គ្រាមដែលបង្កឡើងដោយរបប Zionist អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនោះគឺការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់សំណងជួសជុលការខូចខាតនិងការធានាយ៉ាងរឹងមាំពីអន្តរជាតិប្រឆាំងនឹងការឈ្លានពានជាថ្មីណាមួយនៅពេលអនាគតលើអ៊ីរ៉ង់គូបញ្ជាក់ថាចំនួនកំពុងរាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ាចាប់តាំងពីអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបើកការប្រហាររួមគ្នាលើអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី28ខែកុម្ភៈដែលបានសម្លាប់មនុស្សយ៉ាងហោច 1,200 នាក់ក្នុងនោះរួមមានទាំងមេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកអាលីខាមេនីនិងមនុស្ស 10,000 នាក់ផ្សេងទៀតរបួសនេះបើតាមក្រុមមន្ត្រីអ៊ីរ៉ង់បាននឹងកំពុងសងសឹកតាមរយៈការវាយប្រហារដោយបាញ់មីស៊ីលនិងដ្រូនលើអ៊ីស្រាអែលក្នុងក្រុមប្រទេសអារ៉ាប់ក្នុងតំបន់ឈូសមុទ្រប៉ែកតូទេនផ្លែក្រូចរាល់ថ្ងៃកាត់បន្ថយខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាពផ្លែក្រូចអាចជួយសម្រកទម្ងន់តាមវិធីជាច្រើនដោយសារសមាសធាតុអាហារូបត្ថម្ភនិងរបៀបដែលវាប៉ះពាល់ដល់រាងកាយ
1. ផ្លែក្រូចមានកាឡូរីទាបផ្លែក្រូចគឺជាជម្រើសដ៏ល្អសម្រាប់អាហារសម្រន់ព្រោះវាមានកាឡូរីទាបផ្លែក្រូចទំហំមធ្យមជាធម្មតាមានចន្លោះពី60ទៅ80កាឡូរីការទទួលទានកាឡូរីតិចគឺមានសារៈសំខាន់ណាស់សម្រាប់ការសម្រកទម្ងន់ហើយផ្លែក្រូចអាចជួយឲ្យអ្នកសម្រេចបាននូវអានុភាពកាឡូរីនេះ 2. ផ្លែក្រូចមានជាតិសរសៃច្រើនផ្លែក្រូចសម្បូរទៅដោយជាតិសរសៃអាហារជាពិសេសជាតិសរសៃរលាយជាតិសរសៃប្រភេទនេះត្រូវបានគេស្គាល់ថាមានសមត្ថភាពលើកកម្ពស់ការឆ្អែតមានន័យថាវាជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតនិងស្កប់ស្កល់ក្នុងរយៈពេលយូរនៅពេលដែលអ្នកមានអារម្មណ៍ឆ្អែតអ្នកទំនងជាមិនសូវញ៉ាំអាហារសម្រន់ឬញ៉ាំច្រើនពេកនោះទេដែលអាចកាត់បន្ថយបរិមាណកាឡូរីសរុបរបស់អ្នកបានយ៉ាងច្រើនដែលធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការសម្រេចបាននិងរក្សាទម្ងន់ដែលមានសុខភាពល្អ 3. ផ្លែក្រូចផ្ដល់ជាតិទឹកច្រើនក្រូចមានជាតិទឹកខ្ពស់ជាធម្មតាប្រហែល85ទៅ 90% នេះមានន័យថានៅពេលដែលអ្នកញ៉ាំផ្លែក្រូចអ្នកក៏អាចញ៉ាំទឹកបានច្រើនដែរការរក្សាជាតិទឹកមានសារៈសំខាន់សម្រាប់រក្សាការរំលាយអាហារដែលមានសុខភាពល្អនិងកម្រិតថាមពលដែលទាំងពីរនេះចាំបាច់ណាស់សម្រាប់ការសម្រកទម្ងន់លើសពីនេះអាហារដែលមានជាតិទឹកខ្ពស់ដូចជាផ្លែក្រូចអាចជួយឲ្យអ្នកឆ្អែតដោយមិនបន្ថែមកាឡូរីនេះគឺដោយសារតែទឹកនៅក្នុងអាហារទាំងនេះកាន់កាប់ចន្លោះនៅក្នុងក្រពះធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតជាមួយនឹងផ្នែកតូចៗដូច្នេះដោយការទទួលទានផ្លែក្រូចអ្នកអាចរក្សាជាតិទឹករក្សាកម្រិតថាមពលនិងជៀសវាងការទទួលទានច្រើនពេកដែលទាំងអស់នេះរួមចំណែកដល់ការសម្រកទម្ងន់ដោយជោគជ័យ 4. ផ្លែក្រូចមានសន្ទុះលីស៊ីមិកទាបផ្លែក្រូចមានសន្ទុះលីស៊ីមិកទាបមានន័យថាវាបណ្ដាលឲ្យមានការថយចុះជាតិស្ករក្នុងឈាមបន្តិចម្ដងជាងអាហារដែលមានលីស៊ីមិកខ្ពស់នេះក៏ព្រោះតែក្រូចសម្បូរជាតិសរសៃដែលពន្យឺតការស្រូបយកជាតិក្លូកូសទៅក្នុងឈាមនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមឡើងយឺតតាមរយៈការទទួលទានអាហារដែលមានលីស៊ីមិកទាបដូចជាផ្លែក្រូចវាអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកកាត់បន្ថយការឃ្លាននិងទប់ស្កាត់ការឃ្លាន 5. ផ្លែក្រូចសម្បូរទៅដោយវីតាមីន C វីតាមីន C ដែលត្រូវបានគេរកឃើញនៅក្នុងផ្លែក្រូចច្រើនក្រៃលែងដែលវាដើរតួយ៉ាងសំខាន់ក្នុងការរំលាយអាហារជាតិខ្លាញ់វាជួយរាងកាយបំផ្លាញជាតិខ្លាញ់ទៅជាថាមពលលើកកម្ពស់ការសម្រកទម្ងន់កម្រិតវីតាមីន C គ្រប់គ្រាន់គឺចាំបាច់សម្រាប់ការផលិតសារធាតុកាណេទីនដែលជាសមាសធាតុជួយក្នុងការដុតបំផ្លាញជាតិខ្លាញ់កំឡុងពេលហាត់ប្រាណតាមរយៈការទទួលទានផ្លែក្រូចអ្នកអាចកាត់បន្ថយការរលាកនិងជួយឲ្យរាងកាយរបស់អ្នកដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាពព័ត៌មានដែលលោកអ្នកបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណចំពោះការតាមដានស្ដាប់របស់លោកអ្នកសូមជម្រាបលា